បន្ទាប់ពីប្រគល់ក្រដាសសែកទៅកាន់កូនចៅនៅរិនរួចរាល់រចនាត្រឡប់មកផ្ទះស្នាក់នៅរបស់ខ្លួននៅឯការដ្ឋានវិញដោយអារម្មណ៍ស្រស់បោះជាងមុនព្រោះនាងគិតថារឿងគ្រប់យ៉ាងច្បាស់ជាដោះស្រាយរួចស្រេចមិនខានរចនាបានប្រាប់ពុរដ្ឋាឲ្យចាប់ផ្ដើមការដ្ឋានឡើងវិញនៅថ្ងៃស្អែកព្រោះនាងបានដោះស្រាយបញ្ហាជាមួយនឹងលោកនរិនរួចស្រេចហើយថ្វីបើដំណឹងល្អប៉ុន្តែវាបែរជាធ្វើឲ្យពុរដ្ឋាភ្ញាក់ផ្អើលនិងស្រឡាំងកាំងទៅវិញព្រោះគាត់ស្ទើរតែមិនជឿនឹងត្រចៀករបស់ខ្លួនឯងថាអ្នកនាងរចនាដោះស្រាយបញ្ហាជាមួយនឹងលោកនរិនបានលឿនដល់ថ្នាក់នឹងសោះពុរដ្ឋាគិតក្នុងចិត្តថាលំដាប់គាត់ជាមនុស្សដែលមានបទពិសោធន៍ការងារយូរឆ្នាំនិងធ្លាប់បានជួបមនុស្សច្រើននាក់ដល់ថ្នាក់នេះហើយក៏នៅតែមិនអាចបញ្ចុះបញ្ចូលលោកនរិនឲ្យដកពាក្យបណ្ដឹងបានផងប៉ុន្តែអ្នកនាងរចនាគ្រាន់តែមកដល់មិនទាន់បានមួយថ្ងៃស្រួលបួលផងក៏អាចដោះស្រាយបញ្ហាបានទៅហើយមកដល់ដំណាក់កាលនេះទោះបីពុរដ្ឋាមិនចង់ជឿក៏គាត់ត្រូវតែយល់ព្រមចាប់ផ្ដើមការដ្ឋានឡើងវិញនៅថ្ងៃស្អែកនេះព្រោះនេះជាដំណឹងដ៏ល្អមួយសម្រាប់អ្នករាល់គ្នាក្រោយពីបានងូតទឹកសម្អាតខ្លួននិងផ្លាស់សម្លៀកបំពាក់រួចរាល់ស្រីតូចរចនាក៏ប្រញាប់ទូរស័ព្ទទៅបងប្រុសដើម្បីប្រាប់ព័ត៌មានសំខាន់នេះទៅគាត់ប៉ុន្តែក្រោយមកទីវ៉ាន់បានលើកទូរស័ព្ទប៉ុន្តែលាយឡំមកជាមួយនឹងសំឡេងក្មេងយំឡើងទ្រហឹងរហូតដល់រចនាត្រូវដកទូរស័ព្ទចេញពីត្រចៀកសិនអាឡូរចនាអាឡូបងទីវ៉ាន់អូសំឡេងក្មួយស្រីរបស់ខ្ញុំដូចជាលះល្អដល់ហើយក៏លះដូចដែលឯងថាមែនហ្នឹងយ៉ាងម៉េចហើយបងរសជាតិជីវិតជាឪពុករបស់គេតើសម្រាប់បានប៉ុន្មានម៉ោងដែរហើយបងប្រុសមានយ៉ាងម៉េចគឺអាចដកដង្ហើមធម្មតានិងរស់បានសប្បាយដូចតែគេដែរហ្នឹងកុំខ្វល់ពីរឿងបងខ្លាំងពេកគិតតែខ្លួនឯងទៅមិនដឹងពេលណាទៅបានស្គាល់រសជាតិមានកូននឹងគេទេបងចង់ចំអកខ្ញុំក៏ចំអកសិនចុះតនឥឡូវនេះខ្ញុំមិនតន់ដល់គូចាំមើលដល់គូព្រេងពេលណាខ្ញុំនឹងប្រាប់អនាគតស្វាមីរបស់ខ្ញុំឲ្យរៀបចំកម្មវិធីមង្គលការ3យប់3ថ្ងៃមិនឲ្យចាញ់បងបន្តិចណាឡើយបន្ទាប់ពីនិយាយលេងជាមួយនឹងបងប្រុសរួចហើយរចនាក៏មិនភ្លេចសួរសុខទុក្ខបងថ្លៃនិងក្មួយតូចផងដែរបន្ទាប់មកទើបស្រីតូចចាប់ផ្ដើមប្រាប់បងប្រុសអំពីរឿងរ៉ាវនៅក្នុងចម្ការទីវ៉ាន់ហាក់ភ្ញាក់ផ្អើលបន្តិចនៅពេលដឹងថាបញ្ហាឆាប់ដោះស្រាយបានលឿនបែបនេះតើដោះស្រាយរួចរាល់ហើយឬហេតុអ្វីក៏ឆាប់បែបនេះចាបងរឿងគ្រប់យ៉ាងគឺដោះស្រាយរួចរាល់ហើយឯងច្បាស់ហើយឬថាពិតជាដោះស្រាយបានមែននៅពេលដែលបងប្រុសសង្កត់សម្លេងសួរបញ្ជាក់បែបនេះរចនាចាប់ផ្ដើមគ្មានសេចក្តីទុកចិត្តលើខ្លួនឯងសារជាថ្មីព្រោះការពិតទៅនាងពុំទាន់ទាំងបានជួបមុខលោកនរិនម្នាក់នោះនៅឡើយនាងទៅនឹងជួបកូនចៅរបស់គេប៉ុណ្ណោះក៏គិតថារឿងគ្រប់យ៉ាងបានដោះស្រាយរួចរាល់ទៅហើយទោះបីយ៉ាងណានាងនៅតែគិតថាសែកមួយសន្លឹកនោះប្រកាសជាបានទៅដល់ដៃលោកនរិនមិនខានហើយគាត់ប្រកាសជាពេញចិត្តនឹងដំណោះស្រាយរបស់នាងព្រោះនៅក្នុងโลกនេះគ្មានអ្នកណាម្នាក់អាចបដិសេធនឹងប្រាក់បានឡើយបងកុំសួរខ្ញុំដោយការសង្ស័យបែបនេះតើបានឬទេបងភ្លេចហើយឬថាប្អូនស្រីបងក៏ជាអ្នកគ្រប់គ្រងម្នាក់ដែលមានបទពិសោធន៍ការងារមួយឆ្នាំជាងដែរម្យ៉ាងកាលពីពេលដែលបងរវល់តាមលួងបងរៀងសីគឺប្អូនស្រីម្នាក់នេះហើយដែលជាអ្នក
ជួយគ្រប់គ្រងសន្តាគារនៅឯភ្នំពេញជំនួសបងនិងលោកប៉ានោះចុះបងមានទៅថាអីបងគ្រាន់តែឆ្ងល់ប៉ុណ្ណោះរឿងនៅទីនោះបងធ្លាប់ឮពូរដ្ឋានិយាយថាលំបាកដោះស្រាយណាស់ប៉ុន្តែនៅពេលដែលឯងអាចដោះស្រាយបានលឿនបែបនេះបងក៏ភ្ញាក់ផ្អើលបន្តិចទៅគិតសពទៅអូនស្រីរបស់បងពិតជាមិនធម្មតាមែនអ្នកមានបទពិសោធន៍រាប់ឆ្នាំដោះស្រាយមិនកើតផងប៉ុន្តែអូនស្រីរបស់បងទៅដល់មិនទាន់បានមួយថ្ងៃស្រួលបួលផងក៏ដោះស្រាយចប់អស់រលីងបងទិវរនិយាយដោយមានមោទនភាពលើប្អូនស្រីរបស់ខ្លួនទាំងមិនដឹងឡើយថាប្រសិនបើនរិនពិតជាយល់ព្រមតាមការដោះស្រាយរបស់រចនាមែនម្លេះប្រាក់ក្នុងគណនីគ្រួសាររបស់នាងអាចនឹងរលាយគ្មានសល់មិនខានព្រោះនាងបានទុកចន្លោះចំនួនទឹកប្រាក់ឲ្យនរិនអ្នកបំពេញដោយខ្លួនឯងពាក្យសរសើររបស់បងប្រុសនៅពេលនេះធ្វើឲ្យរចនាញញឹមមិនសូវសមព្រោះនាងកំពុងព្រួយចិត្តខ្លាំងដោយសារមិនដឹងថាអ្នកខាងនោះនឹងដកប្រាក់យកពីគណនីអស់ប៉ុន្មានឡើយរចនាអើយបើខ្លាចអស់ប្រាក់ច្រើនបែបហ្នឹងដដែលហេតុអ្វីមិនព្រមសរសេរចំនួនប្រាក់ឲ្យច្បាស់តែម្ដងទៅថ្ងៃថ្មីលើទឹកដីសំឡូតនៃខេត្តបាត់ដំបងបានចាប់ផ្ដើមឡើងដោយភាពស្រស់ស្រាយនៅលើផ្ទៃមុខរបស់កម្មករគ្រប់គ្នាដែលកំពុងកាន់សម្ភារៈគ្រប់ដៃហើយប្រុងប្រៀបនឹងធ្វើការតាមតួនាទីរៀងៗខ្លួននៅក្នុងឈុតអាវសាច់សំពត់ដៃវែងពណ៌ត្នោតនិងខោខូវប៊យជើងវែងពណ៌ខ្មៅរចនាបានឈរមើលគ្រឿងចាស់ដែលកំពុងចាប់ផ្ដើមបញ្ឆេះម៉ាស៊ីនសាជាថ្មីដល់សេចក្តីសង្ឃឹមក្នុងចិត្តថានឹងលែងមានឧបសគ្គអ្វីមករាំងស្ទះការងារទៀតទៅចុះការងារចាប់ផ្ដើមមិនទាន់បាន1ម៉ោងស្រួលបួលផងលោកមេឃុំស្រាប់តែបង្ហាញខ្លួននៅចំពោះមុខការដ្ឋានពូរដ្ឋាភ្ញាក់ផ្អើលនឹងវត្តមានរបស់លោកមេឃុំជាងគេព្រោះកាលពីម្សិលមិញរចនាអះអាងថានាងដោះស្រាយបញ្ហាគ្រប់យ៉ាងរួចរាល់ទៅហើយចុះហេតុអ្វីទៅលោកមេឃុំមកឈរនៅមុខការដ្ឋានទាំងព្រឹកបែបនេះមិនបងអង្គយូរពូរដ្ឋាក៏ប្រញាប់ចេញទៅរាក់ទាក់នឹងសួរនាំលោកមេឃុំភ្លាមជំរាបសួរលោកមេឃុំតើលោកមានការអ្វីឬតើអញ្ជើញមកដល់ការដ្ឋានរបស់ពួកខ្ញុំទាំងព្រឹកព្រលឹមបែបនេះខ្ញុំមកនេះដើម្បីអញ្ជើញអ្នកគ្រប់គ្រងនៅទីនេះទៅជួបគ្នានៅសាលាឃុំដើម្បីដោះស្រាយបញ្ហាដែលលោកនរិនម្ចាស់ចំការនៅជប់នេះបានដាក់ពាក្យបណ្ដឹងកាលពីប្រមាណថ្ងៃមុនលោកមេឃុំឆ្លើយតបមកពូរដ្ឋាវិញទៅដោះស្រាយបញ្ចប់បញ្ហាមែនឬទេនេះមានន័យថាលោកនរិនយល់ព្រមដកពាក្យបណ្ដឹងហើយត្រូវឬអត់លោកមេឃុំពូរដ្ឋារហ័សសួរឡើងដោយក្តីសង្ឃឹមប៉ុន្តែចម្លើយដែលបានឮធ្វើឲ្យគាត់សឹងតែសន្លប់ទាំងបើកភ្នែកមិនមែនទេមុននេះបន្តិចលោកនរិនបានមកសាលាឃុំសាជាថ្មីនឹងបានមកតវ៉ាថាពួកលោកបានបំពានលើសេចក្តីណែនាំរបស់សាលាឃុំដែលតម្រូវឲ្យផ្អាកការដ្ឋានបណ្ដោះអាសន្នរហូតតតែដោះស្រាយបញ្ហាជាមួយគ្នារួចស្រេចឥឡូវនេះបញ្ហាដោះស្រាយនឹងគ្នាមិនតន់រួចផងក្រុមរបស់លោកបែរជាបំពេញមិនព្រមសហការទៅខាងម្ចាស់ចំការមិនសុខចិត្តហើយមកតវ៉ានៅសាលាឃុំម្ដងទៀតបែបនេះពូរដ្ឋាស្ដាប់លោកមេឃុំនិយាយរៀបរាប់ទាំងបើកភ្នែកធំហើយប្រញាប់ងាកទៅមើលអ្នកនាងទុយរចនាយ៉ាងលឿនព្រោះកាលពីយប់មិញគឺរចនានេះហើយដែលបានធានាអះអាងថាការដ្ឋានចាប់ផ្ដើមដំណើរការឡើងវិញដោយគ្មានបញ្ហាអ្វីរាំងស្ទះតទៅទៀតទេថ្លែងពីរចនាឯនោះវិញនាងកំពុងតែបើកភ្នែកធំដោយភាពស្រឡាំងកាំងនិងងឿងឆ្ងល់ជាខ្លាំងមិនចាញ់ពូរដ្ឋាឡើយក្រែងកាលពីម្សិលមិញនាងបាន
ប្រគល់ក្រដាសស្បែកទៅឲ្យនាយម្ចាស់ចំការរួចហើយចុះហេតុអ្វីទៅពេលនេះនាយម្នាក់នោះនៅតែមិនព្រមបញ្ឈប់បញ្ហាទៀតឬស្បែកមួយសន្លឹកនោះមិនតាន់ប្រគល់ដល់ដៃរបស់ម្ចាស់ចំការនៅឡើយខណៈដែលចម្ងល់ជាច្រើនកំពុងលោតឡើងពេញក្នុងខួរក្បាលរបស់រចនាភ្លាមនោះសំឡេងសារក៏បានលោកឡើងនៅក្នុងទូរស័ព្ទដៃរបស់នាងសារមួយនោះធ្វើឲ្យកម្ដៅក្នុងខ្លួននាងហក់ឡើងយ៉ាងកំហុកប្រៀបដូចជាបន្ទុកភ្នំភ្លើងព្រោះវាជាសារផ្ញើពីធនាគារដែលបញ្ជាក់ថាមានអ្នកដកយកប្រាក់ក្នុងចំនួនដ៏ច្រើនចេញពីគណនីរបស់ក្រុមហ៊ុនមនុស្សចង្រៃយកប្រាក់ហើយនៅមិនព្រមដកពាក្យបណ្ដឹងចេញទៀតចំជាមនុស្សចោលស្រែកឃ្លានប្រាក់គេមែនរចនានិយាយទាំងសង្កេតធ្មេញរួចប្រញាប់ឈានជើងទៅឈរទល់មុខនឹងលោកមេឃុំមួយរំពេចហើយបាននិយាយបន្តលោកមេឃុំសូមអញ្ជើញទៅជាមួយនឹងខ្ញុំមួយផ្លែតលោកមេឃុំមិនតន់នឹងបានឆ្លើយតបអ្វីផងរចនាក៏អូសដៃគាត់ចេញទៅក្រៅការដ្ឋានយ៉ាងលឿនសំដៅទៅចំការរបស់នរិនសកម្មភាពរបស់រចនាធ្វើឲ្យអ្នកឯទៀតភាំងស្មារតីបន្តិចប៉ុន្តែពួកគេក៏ប្រញាប់នាំគ្នារត់ទៅតាមពីក្រោយនាងយ៉ាងលឿនមុននឹងដើរចូលទៅក្នុងបរិវេណចំការរចនាបានឈរសម្លឹងមើលស្លាកឈ្មោះចំការស្នាមញញឹមដោយទឹកមុខអស់សំណើចនឹងបានស្រដីតិចតែម្នាក់ឯងចំការស្នាមញញឹមខ្មោចយកអីបើម្ចាស់ចំការមានចិត្តគំនិតស្មុគគ្រោកបែបនេះខ្ញុំពិតជាចង់ដឹងណាស់ថាតើអបម្ចាស់ចំការនេះមានមុខមាត់បែបណាទៅទើបមានចរិតអាក្រក់និងក្រឡិចដល់ថ្នាក់ហ្នឹងតើលោកមេឃុំសូមអញ្ជើញចូលទៅក្នុងជាមួយខ្ញុំរចនាបន្តអូសដៃលោកមេឃុំទៅខាងក្នុងចំការដោយមិនផ្ដល់ឱកាសឲ្យគាត់បានសួរនាំសូម្បីតែមួយម៉ាត់ណាឡើយវត្តមានរបស់រចនាដែលអមដោយលោកមេឃុំនិងក្រុមកម្មករឡើងមួយវងធំបែបនេះធ្វើឲ្យមនុស្សនៅក្នុងចំការផ្អើលរត់ចេញមកមើលអ្នកខ្លះនៅមិនតន់ងូតទឹកស្រួលបួលផងក៏រត់ចេញមកមើលនឹងគេដែរណែនាយនរិនឆាប់ចេញមកខ្ញុំមានការចង់និយាយជាមួយនឹងលោកថ្ងៃនេះពួកយើងត្រូវតែនិយាយគ្នាឲ្យដឹងសខ្មៅម្ដងឆាប់ចេញមកឥឡូវនេះភ្លាមគ្រាន់តែមកដល់ខាងមុខផ្ទះរបស់នរិនភ្លាមរចនាក៏ស្រែកប្រកាសខ្លាំងដោយមិនខ្វល់ពីក្រសែភ្នែករបស់មនុស្សជាច្រើនដែលកំពុងសម្លឹងមកកាន់នាងឡើយនៅមិនព្រមបង្ហាញខ្លួនទៀតល្អណាស់លោកមេឃុំខ្ញុំចង់ប្តឹងម្ចាស់ចំការមួយនេះរចនាពន្លឺសំឡេងស្រែកជាថ្មីក្រោយពេលដែលនរិនបានបង្ហាញខ្លួនតាមការស្រែកហៅដំបូងរបស់នាងបាទចង់ប្តឹងរឿងអ្វីទៅលោកមេឃុំសួរទៅរចនាវិញទាំងងឿងឆ្ងល់ខ្ញុំចង់ប្តឹងម្ចាស់ចំការមួយនេះពីបទឆោបោកប្រាក់របស់ខ្ញុំរចនាស្រដីមិនតន់ផុតពីមាត់ស្រួលបួលផងអ្នកកំឡោះសង្ហាម្នាក់ក៏បានបង្ហាញវត្តមាននៅចុងជណ្ដើរហើយបន្តដើរចុះមកក្រោមសន្សំនិងឆ្លើយតបមកកាន់រចនាវិញដោយសំឡេងមាំហើយនាងមានផុសតាងអ្វីទើបហ៊ានចោទថាខ្ញុំឆោបោកប្រាក់របស់នាងសំណួរមួយនេះបានពន្លឺចេញពីបបោមាត់របស់អ្នកកំឡោះម្នាក់ដែលមានមាឌធំមាំសម្បុរទឹកឃ្មុំកម្ពស់ខ្ពស់ស្រឡះមានពុកមាត់ចង្ការសមនឹងផ្ទៃមុខស្រគាមខ្លាជាពិសេសកែវភ្នែកដ៏មុតថ្លារបស់គាត់ពិតជាមានមន្តស្នេហ៍ដែលអាចឆក់យកចិត្តនារីបានយ៉ាងងាយទោះបីយ៉ាងណាភាពសង្ហារបស់ម្ចាស់ចំការនេះហាក់មិនបានអន្ទងចិត្តរចនាឲ្យរំជើបរំជួលទៅតាមអារម្មណ៍នៃក្តីស្រឡាញ់ឡើយព្រោះក្នុងទ្រូងរបស់នាងនៅពេលនេះកំពុងត្រូវដុតរោលកំឡោចដោយភ្លើងកំហឹងស្ទើរបញ្ចេញផ្កាភ្លើងមកក្រៅទៅហើយគឺលោកមែនឬទេដែលជាម្ចាស់ចំការនេះ
ត្រឹមត្រូវហើយខ្ញុំមិនមែនត្រឹមតែជាម្ចាស់ចំការដែលនាងកំពុងឈរស្រែកលោឡាក្តែងនេះប៉ុណ្ណោះទេខ្ញុំក៏ជាម្ចាស់ពាក្យបណ្ដឹងដែលប្តឹងការដ្ឋានរបស់នាងមិនឲ្យដំណើរការផងដែរអរគុណដែលបានណែនាំរំលឹកទោះបីលោកមិននិយាយក៏ខ្ញុំនៅតែចងចាំមិនភ្លេចឡើយថាលោកបានធ្វើរឿងអាក្រក់អ្វីខ្លះមកលើពួកខ្ញុំនរិនលើកចិញ្ចើមមកខាងហើយសម្លឹងមើលទៅរចនាដោយក្តីងឿងឆ្ងល់នឹងអ្វីដែលនាងកំពុងនិយាយនាងកំពុងនិយាយអំពីអ្វីនឹងតើខ្ញុំបានទៅធ្វើរឿងអាក្រក់អ្វីខ្លះដាក់ពួកនាងរចនាលួចហួចចិត្តតែម្នាក់ឯងព្រោះនាងមិននឹកស្មានថានាយម្នាក់នេះពូកែធ្វើពុតដល់ថ្នាក់ហ្នឹងអាកតនេះមិនត្រឹមតែមានរូបរាងដូចចោរព្រៃទេសូម្បីតែចរិតក៏ដូចចោរដែរលួចយកប្រាក់ខ្ញុំអស់ច្រើនយ៉ាងនេះហើយនៅមកនិយាយដោយខ្លួនឯងមិនដឹងខ្យល់អ្វីទៀតនាងសម្លឹងមើលនរិនលើក្រោមបណ្ដាលួចគិតក្នុងចិត្តតែម្នាក់ឯងបណ្ដាធ្វើឲ្យនរិនកាន់តែទៅចិត្តថែមមួយកម្រិតទៀតណែនាងតើសម្លឹងមើលខ្ញុំអស់ចិត្តឬនៅមនុស្សស្រីស្អីសម្លឹងមើលមនុស្សប្រុសមិនដាក់ភ្នែកបែបនេះតើមនុស្សស្រីនៅទីក្រុងសុទ្ធតែធ្វើកិរិយាដូចនាងទាំងអស់ឬណែលោកល្មមបានហើយណាកុំគិតថាមនុស្សស្រីដែលសម្លឹងមើលលោកសុទ្ធតែស្រឡាញ់ពេញចិត្តលោកឲ្យសោះអ្នកខ្លះអាចនឹងសម្លឹងមើលលោកដោយអារម្មណ៍ធុញទ្រាំខ្ពើមរអើមឬងឿងឆ្ងល់ក៏ថាបានតើនាងងឿងឆ្ងល់រឿងអ្វីខ្ញុំក៏ជាមនុស្សធម្មតាដូចតែនាងដែរហ្នឹងឬនាងជាមនុស្សខុសពីធម្មតាប្រកាសឬអត់ថាលោកជាមនុស្សធម្មតាមើលចុះមនុស្សស្អីទុកពុកចង្ការឡើងក្រមុំប្រសិនបើខ្ញុំបានជួបលោកនៅខាងក្រៅខ្ញុំមុខជាគិតថាលោកជាសត្វស្វាដែលរត់ចេញមកពីព្រៃមិនខាននាងខ្ញុំយ៉ាងម៉េចមនុស្សស្រីស្អីមុខក្មេងអាយុតិចកម្ពស់ទាបមារយាទអន់ហ៊ាននិយាយស្ដីប្រមាថមនុស្សដែលមានអាយុច្រើនជាងខ្លួនបែបនេះមនុស្សប្រុសមាត់ឆ្កែនេះលោកកំពុងដៀលខ្ញុំហ៎ត្រជានាងមកខាងណាស្ដាប់ឮខ្ញុំសរសើរដែរឬទេរចនានិងនរិនគិតតែពីប្រកែកគ្នាយកគ្នាចាញ់រៀងខ្លួនរហូតដល់ភ្លេចចាប់អារម្មណ៍ដល់អ្នកជុំវិញខ្លួនដែលកំពុងឈរសម្លឹងមើលអ្នកទាំងពីរឆ្លោះប្រកែកគ្នាទាំងបើកភ្នែកធំមនុស្សដូចលោកនេះខ្ញុំមិនធ្លាប់ឃើញពីមុនមកទេមនុស្សស្អីស្រែកឃ្លានតែរបស់គេប្រើល្បិចបោកប្រាក់របស់គេស្រស់ដោយមិនញញើតដៃសូម្បីតែបន្តិចលោកមិនខ្លាចរន្ទះបាញ់ស្លាប់ភ្លាមទេឬមួយម៉ាត់ណាក៏ចោទខ្ញុំថាប្រើល្បិចបោកយកប្រាក់របស់នាងតើនាងយកស្អីមកសំអាងខ្ញុំនៅតែផ្ទះរបស់ខ្ញុំសុកពួកនាងសម្រុកនាំគ្នាចូលមកក្នុងផ្ទះរបស់ខ្ញុំហើយថែមទាំងចោទខ្ញុំជាចោរលួចប្រាក់របស់នាងទៀតនេះនាងចង់ឲ្យខ្ញុំប្តឹងនាងមួយករណីទៀតតើមែនឬទេប្តឹងនេះលោកនៅមានមុខចង់ប្តឹងខ្ញុំបន្ថែមទៀតហ៎ព្រះអើយខ្ញុំចង់តែសើចឲ្យផ្អើលបាត់ដំបងទាំងមូលទេហើយបើសាច់សល់ខ្ញុំនឹងច្រកសំណើយកទៅផ្ញើអ្នកនៅភ្នំពេញខ្លះដើម្បីឲ្យគ្រប់គ្នាដឹងថានៅលើផែនដីនេះសល់មនុស្សដូចលោករស់នៅដែរចង់យកទៅផ្ញើអ្នកណាក៏សូមអញ្ជើញប៉ុន្តែឥឡូវនេះខ្ញុំសូមអញ្ជើញនាងចេញពីដីចម្ការរបស់ខ្ញុំសិនព្រោះទីនេះជាកន្លែងធ្វើការរកស៊ីមិនមែនជាកំពង់ផែសម្រាប់ចតកប៉ាល់ភ្លើងដូចជានាងឡើយនេះលោកថាឲ្យអ្នកណាជាកប៉ាល់ភ្លើងខ្ញុំសំដៅនាងនឹងហើយយ៉ាងម៉េចដែរពេញចិត្តឈ្មោះដែលខ្ញុំដាក់ឲ្យដែរឬទេអ្នកនាងកប៉ាល់ភ្លើងអាស្វាព្រៃឈួតចំនួនពាក្យសម្ដីរវាងរចនានិងនរិនហាក់មិនបានថន់ថយកម្ដៅចុះបន្តិចឡើយព
ពលរដ្ឋានិងបុគ្គលិកចំណិតម្នាក់នៅក្នុងចំការរបស់នរិនឈ្មោះសាក់ជាមនុស្សតែមួយនិងមនុស្សដែលបានទទួលសាច់ពីរចនាពីម្សិលមិញបានអោនទុកខ្សឹបខ្សៀវគ្នាដោយអារម្មណ៍ស្រឡាំងកាំងរៀងខ្លួនចំពោះទស្សនវិជ្ជានៃចំនួនដែលកំពុងកើតឡើងនាខណៈនេះពូរដ្ឋាពូមិនគិតចូលទៅខត់ចៅហ្វាយស្រីរបស់ពូខ្លះទេឬមើលចុះពួកគាត់ឆ្លោះគ្នាឡើងមួយសន្ទុះធំហើយដូចមិនតន់និយាយត្រូវគ្នាសោះកុំសួរពូអីចុះឯងវិញមិនដេចមិនព្រមទៅខត់ចៅហ្វាយប្រុសរបស់ឯងផងទៅនិយាយអញ្ចឹងចៅហ្វាយស្រីរបស់ពូហេតុអ្វីក៏ឆ្នះខ្លាំងម្ល៉េះមើលចុះសម្ដីរបស់គាត់មួយម៉ាត់ស្ដាប់ទៅឡើងព្រឺឆ្អឹងខ្នងតែម្ដងពូកំពុងតែងឿងឆ្ងល់ដូចគ្នាព្រោះតាំងពីម្សិលមិញដែលពូបានជួបអ្នកនាងរចនាទើបតែពេលនេះប៉ុណ្ណោះដែលពូបានឮអ្នកនាងដៀលគេឡើងកប់មាត់បែបនេះចុះចៅហ្វាយប្រុសរបស់ឯងវិញគឺជាមនុស្សសម្ដីអាក្រក់បែបនេះរហូតមកតើមែនឬទេនេះជាលើកទី1ដូចគ្នាដែលខ្ញុំបានឃើញលោកនរិននិយាយស្ដីអសរោដល់ថ្នាក់ហ្នឹងរាល់ដងទោះបីខឹងខ្លាំងយ៉ាងណាក៏គាត់មិនធ្លាប់ប្រើពាក្យអស់ទាំងនេះដាក់កម្មករដែរប៉ុន្តែករណីលើកនេះខ្ញុំសង្ស័យតែចៅហ្វាយរបស់ខ្ញុំពលសម្ដីចៅហ្វាយស្រីរបស់ពូមិនខានយីអាល្អិតនេះហេតុអ្វីក៏ឯងនិយាយដាក់អ្នកនាងរចនាបែបហ្នឹងទំនងជាលោកមេឃុំសង្កេតត្រចៀកនឹងការនិយាយប្រកែកគ្នារវាងពូរដ្ឋានិងនិស្សិតទើបគាត់ប្រញាប់និយាយកាត់ភ្លាមបានហើយអ្នកទាំងពីរឈប់ប្រកែកគ្នាទៅឥឡូវនេះមិនមែនជាពេលដែលពួកយើងត្រូវមកឆ្លោះប្រកែកគ្នាថែមមួយទៀតទេតែយើងគួរស្វែងរកមធ្យោបាយដើម្បីបញ្ឈប់ចំនួនអ្នកនាងរចនានិងលោកនរិនវិញពូរដ្ឋានិយាយសាក់មិនបានជំទាស់នឹងការលើកឡើងរបស់លោកមួយឃុំឡើយព្រោះអ្វីដែលគាត់លើកឡើងមកនេះគឺពិតជាសមហេតុផលមែននរិននិងរចនាបានឆ្លោះប្រកែកគ្នាយ៉ាងយូរគួរសមដែលវាល្មមដល់ពេលដែលអ្នកពាក់ព័ន្ធគួរចូលទៅបញ្ឈប់ចំនួនហើយអ្នកទាំងពីរសូមត្រជាក់ចិត្តបន្តិចហើយល្មមឈប់ដំឡើងសរសៃកដាក់គ្នាត្រឹមនេះទៅចុះអ្នកទាំងពីរមិនខ្មាស់កូនចៅដែលកំពុងអង្គុយមើលចៅហ្វាយឆ្លោះគ្នាដូចមើលកីឡាប្រដាល់ទេឬលោកមួយឃុំចូលទៅឈរនៅចំកណ្ដាលហើយព្យាយាមនិយាយទប់អ្នកទាំងពីរមិនឲ្យប្រកែកគ្នាទៅទៀតលោកមួយឃុំបញ្ហាមិនមែនមកពីខ្ញុំទេតែអាកតម្នាក់នេះហើយដែលជាអ្នកមេនាំបញ្ហាមុនរចនាប្រញាប់និយាយតបទៅកាន់លោកមួយឃុំវិញឯនរិនមិនបងអង្គយូរក៏ប្រញាប់ឆ្លើយតបភ្លាមដូចគ្នាអ្នកណាជាអ្នកមេបង្កបញ្ហាខ្ញុំគិតថាលោកមេឃុំដឹងច្បាស់ជាងខ្ញុំទៅទៀតបើកុំដោយសារតែពួកនាងនាំគ្នាទាំងក្រុមមករៀងស្ទះការងារនៅក្នុងចំការរបស់ខ្ញុំម្លេះថ្មនេះចំការរបស់ខ្ញុំចាប់ដើមបើកទទួលភ្ញៀវទៅហើយមិនមែនឲ្យម្នាក់មកអង្គុយធ្វើភ្នែកភ្លឺបែបនេះទេនរិននិយាយបណ្ដាចង្អុលទៅកម្មករគ្រប់គ្នាបណ្ដាខណៈដែលម្នាក់កំពុងអង្គុយសម្លឹងមើលមុខគ្នាលេក់ឡក់ក៏តែលោកហ៊ាននិយាយទៅរួចថាខ្ញុំជាអ្នកបង្កបញ្ហាដល់ពួកលោកមិនឲ្យធ្វើការកើតចុះលោកមានបានគិតដល់មនុស្សរបស់ខ្ញុំដែរឬទេមើលចុះកម្មករនៅក្នុងចំការរបស់លោកគ្រាន់មានការងារធ្វើខ្លះប៉ុន្តែកម្មករនៅក្នុងការដ្ឋានរបស់ខ្ញុំត្រូវលោកធ្វើឲ្យពួកគាត់អត់ការងារធ្វើក៏ព្រោះតែអាពាក្យបណ្ដឹងឈួតលប់របស់លោកឯងហ្នឹងរចនានិយាយបណ្ដាលើកដៃចង្អុលមុខទៅកម្មកររបស់ខ្លួនបណ្ដាលោកឃើញឬទេថាមនុស្សរបស់ខ្ញុំកំសត់ខ្លាំងដល់កម្រិតណាម្នាក់ចិត្តបាត់បង់ការងារធ្វើក្នុងពេលឆាប់នេះហើយ
តើលោកមិនបើកភ្នែកមើលខ្លះទេឬមួយក្របភ្នែកលោកត្រូវឆ្កែមួយក្បាលណាខ្វះស៊ីបាត់ហើយគ្រាន់តែរចនារំលឹកដល់សត្វឆ្កែមិនតាន់ផុតពីមាត់ស្រួលបួលផងក៏មានសត្វឆ្កែរោមវែងពណ៌ត្នោតមួយក្បាលរត់ចេញពីក្រោមផ្ទះហើយបានពន្លឺសំឡេងព្រោះដាក់រចនាជាច្រើនដងទំនងជាចង់សួរនាំទៅអ្នកទាំងពីរថាហេតុអ្វីក៏មនុស្សឆ្លោះគ្នាសុកតែបែរជាអូសយកឆ្កែមកពាក់ព័ន្ធបែបនេះនរិនឆ្លៀតឱកាសនេះក៏បានបន្ទុយសម្ដីដៀងដាមទៅកាន់រចនាបានមួយប្រយោគទៀតឃើញឬទេសូម្បីសត្វឆ្កែក៏មិនជឿពាក្យសម្ដីដែលនាងនិយាយដែរឆ្កែនៅក្នុងផ្ទះលោកប្រកាសជាកាន់ជើងលោកហើយលោកមេឃុំណែដៀលតែគ្នាឯងបានហើយកុំមករៀលដាលដល់ខ្ញុំប្រយ័ត្នខ្ញុំចាប់យកទៅស្លាឃុំទាំងគូឃើញគូចំនួនទាំងពីរងាកមករកខ្លួនទៅលោកមេឃុំប្រកាសទុកជាមុនឲ្យហើយព្រោះមុននេះគាត់ព្រឺសម្បល់មិនស្ទើរទេនឹងពាក្យសម្ដីទល់ទៅទល់មករបស់អ្នកទាំងពីរលោកមេឃុំមិនផ្ដល់ឱកាសឲ្យគូចំនួនទាំងពីរបានឆ្លើយឆ្លងពាក្យសម្ដីគ្នាបន្តទៀតឡើយទើបគាត់ប្រញាប់និយាយបន្ថែមទៀតសរុបចុងក្រោយទៅការដ្ឋានរបស់អ្នកនាងរចនាគឺត្រូវតែផ្អាកដំណើរការបន្តទៀតរហូតតតែលោកនរិនយល់ព្រមសម្របសម្រួលហើយដកពាក្យបណ្ដឹងចេញទៅវិញខ្ញុំសង្ឃឹមថាអ្នកទាំងពីរនឹងអាចនិយាយស្រស់ស្រួលគ្នាបានលឿនជាងនេះព្រោះខ្ញុំក៏មិនចង់ឲ្យប្រជាជននៅក្នុងឃុំរបស់ខ្ញុំខាងគុំគួនគ្នាបែបនេះឡើយពេលដែលខ្ញុំចង់និយាយគឺមានតែប៉ុណ្ណឹងសង្ឃឹមថាអ្នករាល់គ្នានឹងយល់បើអស់ការងារអ្វីហើយខ្ញុំសូមត្រឡប់ទៅសាលាឃុំវិញហើយឈប់សិនលោកមេឃុំរៀបនឹងបាយខ្នងចេញទៅហើយតែរចនាក៏ប្រញាប់ស្រែកខត់កត់ភ្លាមតើអ្នកនាងមានបញ្ហាអ្វីទៀតបើនិយាយអំពីរឿងដោះស្រាយបញ្ហាគឺខ្ញុំរីករាយនឹងសម្របសម្រួលស្រាប់ហើយប៉ុន្តែឥឡូវនេះខ្ញុំចង់ប្តឹងអាកតម្នាក់នេះសិនពីបទឆោបោកប្រាក់របស់ខ្ញុំឆោបោកប្រាក់អ្វីទៀតហើយនិយាយតាមត្រង់ទៅចុះខ្ញុំឆ្លោះប្រកែកនឹងនាងឡើងហត់ទៅហើយក៏នៅតែមិនយល់រឿងដែលនាងមកចោទប្រកាន់ថាខ្ញុំបានលួចឆោបោកប្រាក់របស់នាងតលតែសោះតើនាងមានផតាងអ្វីជាសំអាងដែរឬទេទើបហ៊ានចោទប្រកាន់ខ្ញុំដោយមិនញញើតមកបែបនេះកំលោះនរិនប្រញាប់ឆ្លើយតបទៅនឹងរចនាភ្លាមហាក់មិនសុខចិត្តដែលខ្លួនត្រូវគេចោទប្រកាន់បែបនេះឡើយនេះហើយផតាងរចនាបានលើកទូរស័ព្ទរបស់នាងឡើងដើម្បីបង្ហាញឲ្យនរិនបានឃើញមិនតែប៉ុណ្ណោះលោកមេឃុំពុរដ្ឋានិងស័កក៏នាំគ្នាអើតមើលតាមដែរហើយក៏បានឃើញសារជូនដំណឹងមួយពីធនាគារដែលបង្ហាញថាមានអ្នកណាម្នាក់ដកប្រាក់ក្នុងចំនួនយ៉ាងច្រើនចេញពីគណនីរបស់ក្រុមហ៊ុននាងផុសតាងច្បាស់បែបនេះហើយតើលោកនៅមានអ្វីចង់ប្រកែកទៀតឬអត់គ្រាន់តែរចនាស្រដីភ្លាមលោកមេឃុំនិងពូរដ្ឋាបានបែរមុខសម្លឹងមកកាន់នរិនដោយទឹកមុខស្រឡាំងកាំងប៉ុន្តែនរិននៅតែមិនយល់ព្រមទទួលយកការចោទប្រកាន់នេះឡើយហេតុអ្វីសម្លឹងខ្ញុំបែបនេះខ្ញុំមិនមែនជាអ្នកធ្វើរឿងនេះទេណែអ្នកនាងកប៉ាល់ភ្លើងឈប់យកផោះតាងឈួតលប់ស្អីនេះមកចោទប្រកាន់ខ្ញុំទៀតទៅខ្ញុំមិនមែនជាអ្នកធ្វើទេកាលពីល្ងាចម្សិលមិញនេះខ្ញុំបានប្រកល់សាច់ឲ្យកូនចៅរបស់លោកដោយផ្ទាល់ដៃដូច្នេះបើលោកមិនមែនជាអ្នកយកទេមានន័យថាកូនចៅរបស់លោកម្នាក់នេះហើយគឺជាអ្នកយករចនានិយាយបណ្ដាចង្អុលមុខទៅនេសាក់បណ្ដាម្ដងនេះក្រសែភ្នែករបស់អ្នកគ្រប់គ្នាបានតម្រង់ទៅរកនេសាក់វិញម្ដងឯនេសាក់ក៏ប្រញាប់រាដៃនឹងក្រវីក្បាលបដិសេធភ្លាមដើម្បីកុំឲ្យគ្រប់គ្នាយល់ច្រឡំមកលើខ្លួនអត់ទេចាវាយខ្ញុំមិនបានធ្វើទេល្ងាចមិញនេះខ្ញុំបានទទួលសាច់មួយសន្លឹកពីអ្នកនាង
រចនាប្រកបមែនប៉ុន្តែខ្ញុំបានប្រគល់ឲ្យចៅហ្វាយរួចហើយចៅហ្វាយក៏បានទទួលពីដៃរបស់ខ្ញុំដែរដូច្នេះខ្ញុំមិនដឹងរឿងលួចប្រាក់ស្អីនោះទេណឮដែរឬទេលោកមេឃុំកូនចៅរបស់គាត់បានសារភាពឲ្យថាបានប្រគល់សែកទៅឲ្យលោកម្ចាស់ចំការដោយផ្ទាល់ដៃដូច្នេះតើលោកនៅមានអ្វីបកស្រាយទៀតរចនានិយាយទៅកាន់លោកមេឃុំប៉ុន្តែភ្នែករបស់នាងលួចដៀងមកនរិនខ្ញុំសូមនិយាយជាលើកចុងក្រោយថាខ្ញុំមិនបានធ្វើទេផុសតាងនៅនឹងមុខដល់ថ្នាក់នេះហើយលោកនៅហ៊ានប្រកែកទៀតណលោកចោលស្វាព្រៃអ្នកគ្រប់គ្នាមើលឲ្យហើយទៅថាមនុស្សប្រុសម្នាក់នេះអាក្រក់ខ្លាំងដល់កម្រិតណាដំបងខំប្រឹងធ្វើខ្លួនដោយជនរងគ្រោះគួរឲ្យអាណិតទាំងដែលជាក់ស្ដែងទៅដើមចងដែលលោកខំប្តឹងពួកខ្ញុំមិនលែងបែបនេះគឺដើម្បីតែចង់បោកប្រាក់ពីពួកខ្ញុំប៉ុណ្ណោះល្មមបានហើយណាអ្នកនាងយ៉ាងម៉េចខ្លាចបាក់មុខបាក់មាត់មិនបាច់ខ្លាចខ្មាស់គេទេព្រោះអ្នកគ្រប់គ្នានៅទីនេះបានដឹងអំពីសន្តានពិតរបស់លោកអស់ហើយមនុស្សដែលមានចិត្តគំនិតអាក្រក់ដូចលោកគួរណាស់តែត្រូវមនុស្សល្អដូចខ្ញុំមកបកស្រោមមុខដូចនេះហើយរចនានិយាយក្តែងដោយភាពជឿជាក់លើខ្លួនឯងថានាងកំពុងមានព្រៀបលើនរិនប៉ុន្តែពុរដ្ឋាដែលជាមនុស្សរបស់នាងបែរមិនសូវជឿជាក់លើការអះអាងរបស់ចៅហ្វាយស្រីទៅវិញអ្នកនាងរចនាខ្ញុំគិតថាអ្នកនាងគួរតែស៊ើបរឿងនេះឲ្យបានច្បាស់សិនទៅខ្ញុំរស់នៅទីនេះយូរដែរហើយខ្ញុំមិនជឿថាលោកនរិនធ្វើរឿងបែបនេះទេពុរដ្ឋានិយាយទៅកាន់រចនាដែលកំពុងមានអំណួតខ្លាំងលើខ្លួនឯងមកពីអាកតម្នាក់នេះពូកែសម្ដែងធ្វើជាមនុស្សល្អទៅអាចឲ្យអ្នកគ្រប់គ្នាជឿស្លងដល់ថ្នាក់ហ្នឹងមិនអីទេប្រសិនបើអ្នករាល់គ្នាមិនជឿខ្ញុំនឹងដកពិសោធន៍ការពិតឲ្យកាន់តែភ្លឺភ្នែកទៅចុះរចនាបានលើកទូរស័ព្ទឡើងជាថ្មីរួចចុចហៅទៅលេខាប្រចាំក្រុមហ៊ុនរបស់នាងភ្លាមដោយបើកសំឡេងឲ្យគ្រប់គ្នានៅទីនោះបានឮដែរក្រសែភ្នែកពោពេញដោយកំហឹងរបស់រចនានៅតែបន្តសម្លឹងមើលទៅនរិនយ៉ាងមុតមមហាក់បង្ហាញថានាងមិនព្រមចោទចាញ់បុរសម្នាក់នេះតតែសោះបន្តិចក្រោយមកលេខារបស់នាងក៏បានលើកទូរស័ព្ទអាឡូជំរាបសួរអ្នកនាងរចនាតើអ្នកនាងមានការអ្វីឲ្យខ្ញុំជួយដែរឬទេសួស្តីបងផល្លាខ្ញុំចង់ឲ្យអ្នកនាងជួយត្រួតពិនិត្យមើលគណនីធនាគាររបស់ក្រុមហ៊ុនបន្តិចព្រោះមុននេះខ្ញុំឃើញមានការដកប្រាក់ចេញពីគណនីខ្ញុំចង់ដឹងថាតើប្រាក់ទាំងនោះទេទៅនរណាចាអ្នកនាងសូមរងចាំបន្តិចប្រហែល5នាទីក្រោយមកអ្នកគ្រប់គ្នាក៏បានដឹងចម្លើយហើយចម្លើយមុននោះធ្វើឲ្យរចនាទុកខ្លួនស្ទើរពុំចង់ជាប់ព្រោះប្រាក់នៅក្នុងគណនីធនាគាររបស់ក្រុមហ៊ុននាងគឺត្រូវផ្ទេរទៅជំរាបសួរអ្នកនាងប្រាក់ទាំងនោះត្រូវផ្ទេរចេញទៅគណនីរបស់សាខាខេត្តសៀមរាបព្រោះថ្ងៃនេះជាថ្ងៃបើកប្រាក់ខែសម្រាប់បុគ្គលិកនៅទីនោះឯអ្នកដែលបញ្ជាឲ្យដកប្រាក់នោះគឺលោកទិវ័នផលីពិនិត្យមើលច្បាស់ហើយចាច្បាស់ហើយរចនាប្រញាប់កាត់ផ្ដាច់សន្ទនានិងទម្លាក់ទូរស័ព្ទចុះយ៉ាងលឿនខណៈដែលក្រសែភ្នែករបស់អ្នកគ្រប់គ្នាបានតម្រង់មករកនាងវិញម្ដងជាពិសេសនរិនដែលកំពុងឈរអោបដៃមើលនាងដោយកែវភ្នែកមុតស្រួចមិនធម្មតាឡើយរចនាលែងហ៊ានមើលមុខនរិនចំតទៅទៀតហើយខណៈដែលខួរក្បាលរបស់នាងនៅពេលនេះកំពុងច្របូកច្របល់ខ្លាំងព្រោះនាងមិនដឹងថាគួរធ្វើអ្វីបន្តទៀតទើបអាចលុបលាងភាពអាម៉ាស់ដែលខ្លួនបានធ្វើនៅពេលមុននេះបន្តិចឡើយបន្ទាប់ពីឈររារែកអស់មួយស្របក់ទីបំផុតរចនាសម្រេចចិត្តថានាងនឹងពោលពាក្យសុំទោសទៅកាន់នរិនប៉ុន្តែមិនទាន់នឹងបានហាមាត់និយាយអ្វីផងក៏ត្រូវនរិនស្ដីបន្ទោសឡើងមួយចាស់ដៃ
ឆាប់ចាក់ចេញពីចំការរបស់ខ្ញុំឲ្យបានលឿនបំផុតហើយបើអាចរើការដ្ឋានរបស់នាងចេញពីទីនេះទៀតក៏កាន់តែល្អព្រោះខ្ញុំមិនចង់មានអ្នកចិត្តខាងអាត្មានិយមដោយពួកនាងទេម្យ៉ាងសូមកុំសង្ឃឹមឲ្យសោះថាខ្ញុំនឹងដកពាក្យបណ្ដឹងវិញព្រោះទោះបីចំការខ្ញុំត្រូវរលំរលាយក្រខ្សត់ដល់ថ្នាក់គ្មានបាយហូបយ៉ាងណាក៏ខ្ញុំមិនត្រូវការប្រាក់របស់នាងដែរពួកអ្នកមានដូចនាងមួយថ្ងៃរវល់តែមានអំនួតលើកំណត់ទ្រព្យរបស់ខ្លួនឯងហើយគិតថាខ្លួនឯងមានលុយមានអ្វីគ្រប់យ៉ាងទើបមិនចេះយកខួរមកប្រើដើម្បីគិតពិចារណាអ្វីសោះពាក្យសម្ដីគ្រប់ម៉ាត់របស់នរិនទោះបីមិនមែនជាពាក្យអសុរោះតែវាមុតស្រួចមិនចាញ់កំបិតឡើយល្មមនឹងអាចចាក់ទម្លុះបេះដូងរបស់រចនាឲ្យឈឺចុកចាប់ស្ទើរមិនហ៊ានសម្លឹងមើលមុខនរិនជាថ្មីទៀតឡើយត្រូវម្ចាស់ចំការដេញចេញដល់ថ្នាក់នេះហើយរចនាមិនបងអងយូរក៏បានវិលត្រឡប់ទៅការដ្ឋានរបស់នាងវិញទាំងមិនពោលពាក្យទៅកាន់នរិនសំបីមួយម៉ាត់រាល់ដងរចនាមិនមែនជាក្មេងដែលគ្មានសុជីវធម៌ដល់ថ្នាក់នេះទេប៉ុន្តែពាក្យសម្ដីដែលនរិននិយាយដាក់នាងអំបញ្ញមិញគឺពិតជាធ្ងន់ខ្លាំងមែនធ្ងន់រហូតដល់ថ្នាក់ដែលធ្វើឲ្យក្មេងស្រីម្នាក់នេះកាន់តែគុំគួនលើនរិនថែមមួយកម្រិតទៀតព្រោះនាងមិនមែនជាមនុស្សអាត្មានិយមដោយដែលអ្នកកំឡោះបានចោទប្រកាន់ឡើយបាទបងប្អូនហើយរឿងហ្នឹងក៏បញ្ចប់ត្រឹមតែប៉ុណ្្នឹងទៅបងប្អូនបាទសូមបងប្អូនជួយគាំទ្រនិងជួយចុច Subscribe ឲ្យ admin ម្នាក់មួយផងបាទដើម្បីបានវីដេអូបន្តទៀតបាទសូមអរគុណ